Ok,សួស្តីអ្នកគ្នាសូមស្វាគមន៍មកកាន់វីដេអូបន្តទៀតដែលវីដេអូនេះយើងនិយាយពី HTML link ដែល HTML link យើងអាចយកទៅសេ link page ឧទាហរណ៍យើងមានប៊ូតុងមួយយើងចង់ចុចទៅចូលទៅកាន់ page ឬមួយក៏ website ណាទៀតឬមួយក៏យើងមានប៊ូតុងណាមួយយើងចុចទៅយើងចង់ឲ្យ load ចូលមក page ណាមួយទៀតនៅក្នុងឬមួយ section ណាមួយទៀតនៅក្នុង website របស់យើងបានអូខេដែលអូខេឥឡូវឧទាហរណ៍យើងមាន section A គឺនៅលើ section B គឺពណ៌ក្រហមនៅខាងក្រោមនេះយើងចង់ដាក់ text មួយនៅកន្លែង section A នេះដល់ពេលដែលយើងចុចអាហ្នឹងទៅគឺវា load មក section B នេះអូខេដំបូងគឺយើងត្រូវដាក់ ID វាសិនដើម្បីវាស្គាល់ថាយើងចង់ link ទៅណា ID យើងដាក់ ID ឲ្យ section B អូខេយើងប្រើ HTML link ដែលយើងបើកនៅ text មួយវាអក្សរ A ហើយបិទវិញហើយយើង click to go to section B ហើយយើងដាក់ target យើងនៅត្រង់ href attribute href href ស្មើដល់យើងដាក់ធុងឈុកនៅមុខដែលយើងចង់ឲ្យ link មកកាន់ section B នេះហើយយើងដាក់ ID មក section B ឈុកមកចេញយ៉ាងអូអសរនេះពោះឈប់យើង remove background ចោលសិននេះអូខេដល់ពេលយើងចុចមកយើងនឹងចូលមកកាន់ load មក section B នេះហើយយើងអាច link ចូលទៅកាន់ website ផ្សេងទៀតបានដោយយើងចង់ចូលទៅកាន់ website ណាមួយយើងគ្រាន់តែដាក់ h ឥឡូវយើងចូលទៅកាន់ Google tps google.com ហើយ www.google.com ពេលដែលយើងចុចមកគឺវានឹង link ចូលមកកាន់ Google